ចាសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍ពុកម៉ែបងប្អូនដែលបានមកកាន់ Channel បង្រៀនភាសាជាតិរបស់នាងខ្ញុំតផងដែរអញ្ចឹងមុននឹងចូលសិក្សាមេរៀនយើងក៏សូមពឹងបងប្អូនកុំភ្លេចជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលដែលនាងខ្ញុំផុសវីដេអូតោះកុំឲ្យនៅរងចាំយូរយើងចូលសិក្សាមេរៀនយើងទាំងអស់គ្នាកាត់បន្ថយផឹកស្រាភាសាចិនគឺយើងអានថាសោហើជូ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 កាត់បន្ថយផឹកស្រាអូខេបន្ទាប់ទៀតយើងចូលទៀនកាត់បន្ថយផឹកភេសជ្ជៈឬក៏ខ្មែរយើងតែងតែហៅថាកាត់បន្ថយផឹកគ្រឿងកំប៉ុងហ្នឹងហើយអញ្ចឹងភាសាចិនគឺយើងអានថាសោហើអ៊ីឡាវសោហើអ៊ីឡាវសោហើអ៊ីឡាវកាត់បន្ថយផឹកភេសជ្ជៈអញ្ចឹងពាក្យថាអ៊ីឡាវហ្នឹងគឺបានន័យថាភេសជ្ជៈអូខេបន្ទាប់ទៀតយើងចូលទៀតកាត់បន្ថយផឹកទឹកកកភាសាចិនគឺយើងអានថាសោហើពីងស៊ុយ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 កាត់បន្ថយផឹកទឹកកកអញ្ចឹងពាក្យថាពីងស៊ុយហ្នឹងគឺបានន័យថាទឹកកកឬក៏ទឹកត្រជាក់ណាហ្នឹងហើយអូខេបន្ទាប់ទៀតយើងចូលទៀតកាត់បន្ថយជក់បារីភាសាចិនគឺយើងអានថាសោឆូយៀន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 កាត់បន្ថយជក់បារីអញ្ចឹងពាក្យថាឆូយៀនគឺបានន័យថាជក់បារីហ្នឹងហើយអូខេបន្ទាប់ទៀតយើងចូលទៀតគុណសម្បត្តិនិងគុណវិបត្តិភាសាចិនគឺយើងអានថាហៅឈូហើហើយឈូហៅឈូហើហើយឈូហៅឈូហើហើយឈូគុណសម្បត្តិនិងគុណវិបត្តិអូខេបន្ទាប់ទៀតយើងចូលទៀតអត្ថប្រយោជន៍ឬក៏វាមានផលប៉ះពាល់តែមានអត្ថប្រយោជន៍គឺផលប៉ះពាល់ណាហ្នឹងហើយអញ្ចឹងភាសាចិនគឺយើងអានថាហៅឈូអត្ថប្រយោជន៍ឬក៏គេហៅថាគុណសម្បត្តិណាអញ្ចឹងពាក្យថាផលប៉ះពាល់ភាសាចិនគឺយើងអានថា影响ផលប៉ះពាល់អញ្ចឹងហៅឈូហ្នឹងគឺអត្ថប្រយោជន៍ឬក៏គុណសម្បត្តិ影响ហ្នឹងគឺផលប៉ះពាល់អូខេបន្ទាប់ទៀតយើងចូលទៀតគុណវិបត្តិនៃការធាត់គឺយើងអានថាផាំងតើហួយឈូគុណវិបត្តិនៃការធាត់អូខេបន្ទាប់ទៀតយើងចូលទៀតអត្ថប្រយោជន៍នៃការហាត់ប្រាណភាសាចិនគឺយើងអានថា运动的好处អត្ថប្រយោជន៍នៃការហាត់ប្រាណអូខេបន្ទាប់ទៀតយើងចូលទៀតការពារប្រសើរជាងព្យាបាលភាសាចិនគឺយើងអានថា预防胜于治疗ការពារប្រសើរជាងព្យាបាលអូខេបន្ទាប់ទៀតយើងចូលទៀតសុខភាពផ្លូវចិត្តគឺយើងអានថា心理健康សុខភាពផ្លូវចិត្តអូខេបន្ទាប់ទៀតយើងចូលទៀតសុខភាពផ្លូវកាយសម្បើកវងកញ្ចក់កន្លែងនេះតិចណាអញ្ចឹងគឺយើងអាចបកថាសុខភាពមាំមួនអញ្ចឹងភាសាចិនគឺយើងអានថា身体健康សុខភាពផ្លូវចិត្តអូខេអញ្ចឹងមេរៀនយើងដែលបានសិក្សាអំពីឃ្លាប្រយោគទាំងប៉ុន្មាននៅខាងលើនេះក៏បានបញ្ចប់ត្រឹមនឹងផងដែរហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយសូមកុំភ្លេចជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលដែលនាងខ្ញុំផុសវីដេអូជួបនាងខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណបាយបាយ